ចាសូមជម្រាបសួរដល់អស់លោកអ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទចាថ្ងៃនេះយើងនឹងជួបគ្នាទៀតហើយដើម្បីនឹងស្ដាប់ព្រះបន្ទូលព្រះអង្គជាមួយគ្នាហើយខ្ញុំនឹងអាននៅព្រះគម្ពីរលូកានៅជំពូក19ខ11ដល់ខ27ចាសូមចូលរួមស្ដាប់ទាំងអស់គ្នាលូកាជំពូក19ខ11កាលគេកំពុងតែស្ដាប់សេចក្តីទាំងនោះនៅឡើយនោះទ្រង់មានបន្ទូលជាពាក្យប្រៀបប្រដូចមួយថែមទៀតដោយព្រោះជិតដល់ក្រុងយេរូសាឡឹមហើយគេក៏ស្មានថានគរព្រះរាពណ៍នឹងលេចមកភ្លាមដូច្នេះទ្រង់មានបន្ទូលថាមានបុរសត្រកូលខ្ពស់ម្នាក់រៀបនឹងចេញទៅឯស្រុកឆ្ងាយដើម្បីគ្រងរាជ្យរួចត្រឡប់មកវិញក៏ហៅពួកបាវ10នាក់មកប្រគល់ប្រាក់10ណែនដល់គេដោយថាចូលឯងរាល់គ្នាធ្វើជំនួញដរាបដល់អញត្រឡប់មកវិញប៉ុន្តែពួកអ្នកស្រុករបស់លោកគេស្អប់លោកណាស់ក៏ចាត់សារឲ្យទៅតាមក្រោយលោកទូលថាយើងរាល់គ្នាមិនចង់ឲ្យមនុស្សនេះសោយរាជ្យលើយើងទេលុះត្រឡប់មកវិញក្រោយដែលបានគ្រងរាជ្យហើយនោះទ្រង់បង្គាប់ឲ្យហៅពួកបាវទាំងនោះដែលទ្រង់បានប្រគល់ប្រាក់ដល់គេឲ្យមកដើម្បីចង់ដឹងពីអ្នកនីមួយដែលជួញបានចំណេញប៉ុន្មានម្នាក់អ្នកមុនដំបូងក៏មកទូលថាព្រះអង្គម្ចាស់អើយប្រាក់ណែនរបស់ទ្រង់បានចំណេញ10ណែនទៀតរួចទ្រង់មានបន្ទូលថាប្រពៃហើយបាវល្អអើយដោយព្រោះឯងមានចិត្តស្មោះចំពោះក្នុងការបន្តិចបន្តួចនេះនោះចូលឯងត្រួតលើទីក្រុង10ចុះអ្នកទី2ក៏មកទូលថាព្រះអង្គម្ចាស់អើយប្រាក់ណែនរបស់ទ្រង់បានចំណេញ5ណែនទៀតរួចទ្រង់មានបន្ទូលទៅអ្នកនេះដែរថាឯងចូលឯងត្រួតលើទីក្រុង5ចុះឯមួយទៀតមកទូលថាព្រះអង្គម្ចាស់អើយនេះណែប្រាក់ណែនរបស់ទ្រង់ដែលទូលបង្គំបានវិចទុកក្នុងកន្សែងត្បិតទូលបង្គំនឹកខ្លាចទ្រង់ព្រោះទ្រង់ជាមនុស្សប្រិតប្រៀបទ្រង់លើកយករបស់ដែលទ្រង់មិនបានដាក់ហើយច្រូតចម្រូតដែលទ្រង់មិនបានសាបព្រោះនោះទ្រង់មានបន្ទូលទៅអ្នកនោះថាបាវអាក្រក់អើយអញនឹងជំនុំជម្រះឯងតាមសម្ដីឯងចុះបើឯងដឹងថាអញជាមនុស្សប្រិតប្រៀបទាំងលើកយករបស់ដែលអញមិនបានដាក់ហើយច្រូតចម្រូតដែលអញមិនបានសាបព្រោះដូច្នេះតើហេតុអ្វីបានជាឯងមិនបានយកប្រាក់អញនោះទៅដាក់នៅឯផ្ទះចងការវិញដើម្បីដល់អញត្រឡប់មកវិញនោះអញនឹងបានទាំងដើមទាំងការផងទ្រង់ក៏មានបន្ទូលទៅពួកអ្នកដែលឈរនៅមុខលោកថាចូលដកយកប្រាក់1ណែនពីវាចេញហើយឲ្យដល់អ្នកដែលមាន10ណែនវិញអ្នកទាំងនោះទូលទ្រង់ថាព្រះអង្គម្ចាស់អើយអ្នកនោះមាន10ណែនហើយត្បិតអញប្រាប់ឯងរាល់គ្នាថាគេនឹងឲ្យដល់អស់អ្នកណាដែលមានតែអ្នកណាដែលគ្មាននោះគេនឹងហូតយកទាំងរបស់ដែលអ្នកនោះមានចេញផងមួយទៀតឯពួកខ្មាំងសត្រូវដែលមិនចង់ឲ្យអញសោយរាជ្យលើគេនោះចូលនាំគេមកសម្លាប់ទាំងអស់នៅមុខអញនេះវិញសូមព្រះប្រទានពរ